សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីម៉ាស៊ីនវាស់សម្ពាធឈាមម៉ាក Microlite ដែលម៉ាស៊ីននេះគឺយើងធ្វើការវាស់នៅនឹងដើមដៃអញ្ចឹងចំពោះម៉ាស៊ីននេះគឺមានបានធានាចំពោះគុណភាពនឹងចំនួន5ឆ្នាំហើយមានថែមជូនជាមួយនឹងកាបូបសម្រាប់ទុកដាក់ម៉ាស៊ីនចំនួន1ហើយចំពោះម៉ាស៊ីននេះគឺយើងធ្វើការប្រើប្រាស់ជាមួយនឹងថ្មប៉លចំនួន4គ្រាប់អញ្ចឹងចំពោះតួម៉ាស៊ីនរបស់យើងវិញគឺមានគំនូរចង្អុលបង្ហាញប្រាប់បងចំនួន4ដែលគំនូរទី1គឺពណ៌បៃតងហ្នឹងមានន័យថាសម្ពាធឈាមបងគឺធម្មតាហើយចំពោះពណ៌លឿងមានន័យថាបងវិវត្តទៅលើការលើសម្ពាធឈាមហើយបើសិនជាលោតនៅពណ៌ទឹកក្រូចមានន័យថាបងគឺលើសម្ពាធឈាមហើយអញ្ចឹងបើសិនជាលោតនៅពណ៌ក្រហមលើគេម្ដងមានន័យថាសម្ពាធឈាមបងគឺឡើងខ្លាំងប្រឈមនឹងគ្រោះថ្នាក់អញ្ចឹងបងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់អញ្ចឹងចំពោះប៊ូតុង3ដែលនៅខាងក្រោមហ្នឹងប៊ូតុង M គឺជាប៊ូតុង memory ដែលយើងអាច check មើលនៅសម្ពាធឈាមពីមុនមកបានហើយប៊ូតុងកតាគឺជាប៊ូតុងចុចបើកនិងបិទហើយប៊ូតុងគៀនគេហ្នឹងគឺប៊ូតុងនាឡិកាគឺយើងកំណត់ទៅលើថ្ងៃខែដែលយើងវាស់សម្ពាធឈាមហ្នឹងហើយនៅខាងក្រោយហ្នឹងគឺជាកន្លែងដែលយើងដាក់ថ្មឥឡូវខ្ញុំដាក់រួចរាល់ហើយនៅខាងគៀនហ្នឹងគឺជាកន្លែងដែលយើងដោតខ្សែរុំហ្នឹងជាមួយនឹងតួម៉ាស៊ីនអញ្ចឹងចំពោះខ្សែរុំវិញគឺមានលក្ខណៈធំល្អដែលយើងអាចវាស់បានចាប់ពីបងដែលគាត់មានពី size S រហូតដល់ size XL បានអញ្ចឹងឥឡូវខ្ញុំសូមប្រាប់ពីរបៀបនៃការប្រើតែម្ដងទៅដំបូងគឺបងធ្វើការសម្រាកពី5ទៅ10នាទីជាមុនសិនហើយពេលដែលយើងពាក់ខ្សែរុំទៅនឹងដៃគឺយើងត្រូវមើលគំនូរចង្អុលបង្ហាញពណ៌លឿងហ្នឹងយើងត្រូវដាក់ខ្សែហ្នឹងចុះក្រោមហើយយើងធ្វើការដាក់នៅលើថ្នាំងដៃរបស់យើងហ្នឹងពី2ទៅ3សង់ទីម៉ែត្រតមកយើងធ្វើការរុំឲ្យល្មមជាមួយនឹងទំហំដៃរបស់យើងមកហើយដោតខ្សែហ្នឹងជាមួយនឹងតួម៉ាស៊ីនអញ្ចឹងយើងចុចលើប៊ូតុងកណ្ដាលដើម្បីបើកដំណើរការហើយអង្គុយរង់ចាំលទ្ធផលអញ្ចឹងចំពោះលទ្ធផលសម្ពាធជាមួយខ្ញុំគឺធម្មតាគឺលោតទៅលើគំនូរពណ៌បៃតងអញ្ចឹងជាទូទៅសម្ពាធឈាមធម្មតាគឺនៅចន្លោះពី10ទៅ12លើ8អញ្ចឹងនៅពេលដែលបងចប់ប្រើប្រាស់ហើយគឺធ្វើការបិទនៅលើតួម៉ាស៊ីនមកចុចនៅលើប៊ូតុងកណ្ដាលហើយធ្វើការដកខ្សែពីតួម៉ាស៊ីនជាការស្រេចអរគុណ